រដ្ឋបាលឃុំកំពង់ចិនត្បូងនារសៀលត្រីអាទិត្យទី26 ខែតុលា ឆ្នាំ2025 អាជ្ញាធរឃុំកំពង់ចិនត្បូងបានរៀបចំពិធីប្រគល់អំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រខ្វះខាតក្នុងភូមិទាំង7ដោយបានប្រជាពលរដ្ឋមកទទួលអំណោយចំនួន50គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមីជាតិ1កេសត្រីខ1យួរសារ៉ុង1ទឹកត្រី3ដបទឹកស៊ីអ៊ូវ3ដបលោកជុំយ៉ែនមេឃុំកំពង់ចិនត្បូងបានណែនាំបន្ថែមដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតត្រូវចូលរួមប្រើប្រាស់បណ្ណសម្បត្តិធម៌តែពិនិត្យសុខភាពឬព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដើម្បីជាការកាត់បន្ថយការចំណាយរបស់បងប្អូនពេលមានជំងឺព្រោះរាជរដ្ឋាភិបាលកម្ពុជាលោកខិតខំបង្កើតគោលនយោបាយនេះឡើងដើម្បីជួយសម្រាលបន្ទុកនៃការចំណាយព្រមទាំងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យប្រសើរឡើងឆ្លៀតក្នុងឱកាសនោះដែរលោកមេឃុំក៏បានណែនាំដល់ប្រជាពលរដ្ឋឲ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមអរគុណ